ក្មេងស្រីម្នាក់សម្រស់អាក្រក់មើលមិនយល់តែឲ្យតែពាក់ម៉ាស់គឺមើលទៅស្អាតប្លែកតែម្ដងអីចឹងហើយរាល់ពេលឡាយម្ដងហ្វេនដណ្ដើមគ្នាជូនកាដូសូម្បីតែកូនអ្នកមានទ្រព្យស្តុកស្ដំក៏លងស្នេហ៍នាងដែរមិនត្រឹមតែតាមស្រឡាញ់នាងខ្លាំងថែមទាំងចាំមើលនាងឡាយរួចបាញ់កាដូឲ្យរាល់ថ្ងៃទៀតចុះពីឡាយភ្លាមក៏ផ្ញើផ្កាកុលាប99តុងឲ្យមិនដែលខានចំណែកក្មេងស្រីក៏ចាប់ដើមចិត្តទូនតាមការតាមស្រឡាញ់នោះតែថ្ងៃនេះកំឡោះអ្នកមានស្រាប់តែទេមកសុំជួបនាងហើយក៏បដិសេធភ្លាមដោយមិនរុញរាព្រោះនាងដឹងថាសម្រស់ដ៏អាក្រក់របស់នាងមិនស័ក្តិសមនឹងគេទេតែមិននឹកស្មានថាចាប់តាំងពីទេមកលើកនោះកំឡោះអ្នកមានម្នាក់នោះក៏បាត់មុខពីការឡាយរបស់នាងរហូតខណៈពេលដែលនាងកំពុងតែពិបាកចិត្តខ្លាំងរឿងគេបាត់មុខនាងក៏បានបើកដំណើរការប្រព័ន្ធកែប្រែសម្រស់ឲ្យខ្លាចជាទេពធីតាឲ្យតែចំនួនអ្នកតាមដានគ្រប់តាមការកំណត់នាងនឹងទទួលបានឱកាសកែប្រែសម្រស់ម្ដងតែឥឡូវនាងបែរជាបាត់បង់អ្នកគ្រប់គ្រងធំជាងគេគឺកំឡោះអ្នកមានម្នាក់នោះធ្វើឲ្យចំនួនអ្នកមើលការឡាយរបស់នាងធ្លាក់ចុះយ៉ាងគំហុកក្រុមហ៊ុនដែលនាងនៅក្រោមការគ្រប់គ្រងមិនពេញចិត្តខ្លាំងណាស់រហូតដល់ថ្នាក់បង្ខំឲ្យនាងទេទៅរកគេដើម្បីលួងលោមកំឡោះអ្នកមានម្នាក់នោះឲ្យដោយសារតែសម្ពាធពីក្រុមហ៊ុនក្មេងស្រីមានតែបង្ខំចិត្តទេទៅលេខដែលធ្លាប់ស្គាល់នោះតែនឹកស្មានមិនដល់ថាគ្រាន់តែទៅចូលភ្លាមកំឡោះអ្នកមានប្រាប់ថារវល់គ្មានពេលទេថែមទាំងឌឺដងឲ្យនាងថាមិនព្រមចេញមកជួបមុខមិនដឹងថាអ្នកនៅក្រោយអេក្រង់ជាមនុស្សឬជាខ្មោចទេនាងហើយក៏មានអារម្មណ៍ថាឈឺចាប់ខ្លាំងណាស់តែនឹកឃើញថាឲ្យតែអ្នកតាមដានដល់1លានអ្នកនាងនឹងអាចដូរមុខមាត់ដ៏អាក្រក់នេះចេញបានទើបនាងបន្ទាបខ្លួនអង្វរកំឡោះអ្នកមានសុំពេល2 3ថ្ងៃទៀតដល់ពេលនោះនាងនឹងធ្វើឲ្យគេស្ងាយសរសើរមិនខានតែគេស្ដាប់ហើយគិតថានាងកំពុងតែបោកប្រាស់គេក៏ខឹងសម្បារចិត្តបិទទូរស័ព្ទចោលតែម្ដងក្មេងស្រីត្រឡប់មកផ្ទះវិញទាំងអស់សង្ឃឹមក្នុងចិត្តក្រោយពីគិតចុះគិតឡើងយ៉ាងយូរនាងក៏សម្រេចចិត្តយកក្លាហានទៅណាត់ជួបគេនៅថ្ងៃស្អែកតែនៅពេលដែលនាងហៀបនឹងផ្ញើសារទៅនាងក៏បានឃើញរូបភាពដែលគេទើបតែបង្ហោះព្រះនាងថ្ងៃសុខអ្នកណាមិនដឹងហេតុអីទៅហេតុអីក៏ត្រូវតែជាលីស៊ូស៊ូទៅវិញហើយអ្នកណាមិនដឹងថាអ្នកនាងធំនឹងអ្នកប្រុសជាងជាគូនឹងគ្នានោះអីចឹងអ្នកឡាយខ្លះកុំមកយកសັບអីពួកគេសាកសមគ្នាណាស់មើលទៅស្រស់ស្រាយតែម្ដងមិនចម្លែកចិត្តទេដែលប៉ុន្មានថ្ងៃមិនឃើញអ្នកប្រុសជាងជូនកាដូអ្នកឡាយម្នាក់នោះតាមពិតទៅគឺរវល់គូកំណត់មិត្តភក្តិជិតស្និទ្ធសោះនេះទើបហៅថាសាកសមនឹងគ្នាខ្ញុំប្រាប់ហៅថាមនុស្សដូចអ្នកប្រុសជាងគ្មានផ្លូវទៅមានចិត្តលើអ្នកឡាយតូចតាចម្នាក់នោះទេចប់ហើយនាងមើលខមមិនទាំងនោះហើយក៏តូចចិត្តនឹងខ្លួនឯងយ៉ាងខ្លាំងភ្លាមនោះកំឡោះអ្នកមានក៏ផ្ញើសារមកឲ្យនាងចូលលេងហ្គេមជាមួយគ្នាថែមទាំងប្រាប់ថាមានមិត្តភក្តិចង់ឲ្យនាងជួយនាំលេងផងលទ្ធផលគឺពេលដែលនាងទៅតែចូលក្នុងហ្គេមក៏មិត្តភក្តិគេសួរទៅកាន់កំឡោះអ្នកមាននោះថាអ្នកឡាយដែលគេធ្លាប់ជូនកាដូរាល់ដងហេតុអីឥឡូវមិននាំលេងជាមួយគ្នាទៀតសួរថាមានដឹងគុណខ្លះទេគ្រាន់តែឲ្យលុយបន្តិចបន្តួចក៏រត់មកតាមអង្វរចង់នៅចិត្តគេបាត់ទៅហើយនាងនឹកស្មានមិនដល់តតែសោះថាក្នុងភ្នែកគេនាងជាមនុស្សបែបហ្នឹងខណៈពេលដែលនាងកំពុងតែឈឺចាប់ប្រព័ន្ធក៏បានបង្ហាញថាអ្នកតាមដាននាងឡើងដល់300,000នាក់ក៏រង្វាន់ឲ្យនាងកែសម្រស់បានម្ដងសូមបញ្ជាក់ថាតើចង់ប្រើការកែសម្រស់ឥឡូវនេះឬទេក្រោយការកែសម្រស់រួចថ្មិញដែលប៉ាំងរបស់នាងក៏បាត់អស់ទោះបីជាស្នាមមុននឹងជាមលើមុខនៅមានខ្លះក៏ដោយតែការផ្លាស់ប្ដូរនេះក៏ធ្វើឲ្យនាងសប្បាយចិត្តខ្លាំងណាស់ដែរនាងក៏ផ្ញើសារទៅរកកំឡោះអ្នកមានភ្លាមប្រាប់ថាដល់ពេលស័ក្តិសមនាងនឹងទៅជួបគេមិនខានប៉ុន្តែអ្វីដែលនាងទទួលបានគឺជាពាក្យទៅវិញយ៉ាងត្រជាក់ស្រជុំលីនាងតើស្អីទៅដែលធ្វើឲ្យនាងយល់ច្រឡំថាខ្ញុំចង់ជួបមុខនាងខ្លាំងម្ល៉េះពេលនេះទើបនាងដឹងខ្លួនថាអ្វីគ្រប់យ៉ាងគឺនាងគិតតែម្នាក់ឯងសោះថ្ងៃបន្ទាប់ក្រុមហ៊ុនបង្ខំឲ្យនាងប្រកួតភេទជាមួយអ្នកឡាយថ្មីអ្នកលេងអ៊ីនធឺណិតនាំគ្នាខមមិនថាបើគ្មានអ្នកកំឡោះម្នាក់នោះនាងច្បាស់ជាចាញ់តែភ្លាមនោះកំឡោះអ្នកមានក៏ចូលមកមើលការឡាយរបស់នាងហើយប្រាប់ថាឲ្យតែនាងព្រមដោះមកចេញគេនឹងជួយឲ្យនាងឈ្នះអ្នកមើលទាំងអស់ក៏ចង់ដឹងពីសម្រស់ពិតរបស់នាងដែរតែភាពស្ងៀមស្ងាត់របស់នាងធ្វើឲ្យកំឡោះអ្នកមានខឹងម្ដងទៀតគេក៏បង្វែរការជូនកាដូទាំងអស់ទៅឲ្យអ្នកឡាយថ្មីវិញតាមច្បាប់អ្នកចាញ់ត្រូវតែទទួលទោសអ្នកឡាយថ្មីក៏ដាក់ជំរឿសឲ្យនាងពីរមិនផឹកទឹកម្ទេសក៏ត្រូវដោះមកចេញនាងសម្រេចចិត្តផឹកទឹកម្ទេសភ្លាមដោយមិនរុញរារួចក៏ប្រញាប់បិទឡាយចេញទៅតែអ្វីដែលនឹកស្មានមិនដល់នោះគឺទង្វើដែលនាងសុខចិត្តផឹកទឹកម្ទេសបែរជាធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជាច្រើនអាណិត